អូខេចឹងនេះគឺជាវីដេអូរបៀបប្រើម៉ាស៊ីនចម្រោះទឹកហើយនឹងផលិតកកចឹងម៉ាស៊ីនហ្នឹងពេលយើងបើកមកដំបូងយើងត្រូវ set up តាក់ទងជាមួយ filter របស់វានៅខាងលើនេះមាន filter 2បន្ទាប់ពី set up ហើយយើងធ្វើការដាក់ទឹកចូលចឹងកន្លែងដាក់ទឹកវាមាន3ខុសគ្នាអានេះគេហៅថា conceal កន្លែងទឹកស្អាតទឹកហ្នឹងវាប៉ះសុទ្ធពីអានេះចូលមកស្តុកនេះហើយអានេះគឺទឹកកាកសំណល់ចឹងទឹកយើងដាក់ចូលកន្លែងនេះចឹងទឹកពីរបស់ដាក់ចូលវាទៅបន្ទាប់ពីយើងដាក់ចូលវាហើយយើងធ្វើការដោតភ្លើងបន្ទាប់ពីដោតភ្លើងហើយទឹកនេះវានឹងបន្សុទ្ធចូលមកនេះបន្ទាប់មកទៀតយើងត្រូវចុចនៅប៊ូតុងបើកទឹកយើងចុចប៊ូតុងបើកទឹកទៅនៅកន្លែងនេះវានឹងមានភាគរយរត់ពី0ដល់ 99% អញ្ចឹងតម្រុំដល់99មានតែការយើង refill ទឹកនេះតែជាចូល3ដងមានតែវាអស់3ដងបានវា complete ដល់ 100%អញ្ចឹងបន្ទាប់ពី 100% ហើយអាហ្នឹងគឺចាប់សតគ្រប់ហើយអញ្ចឹងទឹកដែលចេញមកនេះគឺយើងយកចាក់ចោលទៅរោធំធំទៀតដើម្បីធ្វើការចាក់ចូលវាទៅបន្តមកទៀតយើងអាចប្រើប្រាស់ទឹកហ្នឹងដើម្បីញ៉ាំបានហើយអញ្ចឹងនៅលើនេះមានប៊ូតុងចំនួន4អញ្ចឹងនេះខ្ញុំអត់ឡើងមកទេបន្ទាប់ពីដំណើរការចប់100%បានវាឡើង display ហ្នឹងមកអញ្ចឹងប៊ូតុងទី1នេះគឺសម្រាប់ផលិតកកប៊ូតុងទី2គឺ lock ប៊ូតុងទី3គឺសីតុណ្ហភាពកាលណាយើងធ្វើការទឹកក្តៅយើងអាចទៅឡើងសីតុណ្ហភាពអញ្ចឹងទៅហើយអានេះគឺយើងបើកទឹកអញ្ចឹងបើកទឹកវាមាន150 ml 300 500ហើយនឹង customize អញ្ចឹង customize ហ្នឹងយើងបើកទឹកយើងតាមអារម្មណ៍របស់យើងទៅអញ្ចឹងអានេះគឺគុណភាពទឹកអានេះទឹកដែលយើងដាក់ចូលដំបូងពីទឹករត់អានេះគុណភាពទឹកបន្ទាប់ពីប្រសពហើយ TDS អញ្ចឹង TDS កាន់តែទៀតមានថាទឹកហ្នឹងគឺកាន់តែល្អអញ្ចឹងទឹកចេញពីម៉ាស៊ីនហ្នឹងឆ្ងាញ់អាច compare ជាមួយទឹករ៉ែបានឆ្ងាញ់ហើយកន្លែងនេះគឺកន្លែងចេញទឹកកកអញ្ចឹងសម្រាប់ការផលិតទឹកកកអត់លឿនទេដំបូងគឺឲ្យយើងដាក់ឲ្យវាដើរដំណើរការចោលអញ្ចឹងពេលដែលម៉ាស៊ីន set up ដំបូងអាចត្រូវការពេលប្រហែលជា4ម៉ោងដើម្បីដំណើរការផលិតទឹកកកមានដើម្បីឲ្យ compressor វាដំណើរការល្អសិនបន្តមកទៀតបន្ទាប់ពីហ្នឹងគឺវានឹងផលិតបាន5ដុំរៀងរាល់15នាទីអញ្ចឹងបើសិនជាយើងប្រញាប់គឺទឹកកកហ្នឹងអាចធ្វើការបានទេត្រូវការរៀបចំពេលវេលាដើម្បីផលិតមុនហើយចាំប្រើប្រាស់តាមក្រោយហើយយករក្សាទុកក្នុងទូទឹកកកទៅតែទឹកកករបស់វាគឺណែនល្អស្អាតស្អាតអញ្ចឹងម៉ាស៊ីននេះក៏យើងអាចធ្វើការភ្ជាប់ទៅកាន់ app បានដែររបៀប reset វាគឺយើងចុចប៊ូតុង2នេះចុចឲ្យជាប់រហូតសូលទឺទៅវាឡើង Wi-Fi យើងធ្វើការ set up ហើយអូខេអញ្ចឹងកន្លែងនេះអាសាមើលវាតើតោងជាមួយទឹកកខ្វក់ពេលដែលពេញវាចាក់ចោលទៅអញ្ចឹងឲ្យវាប្រើប្រាស់ងាយ